សូមក្រាបថ្វាយបង្គំនិងសូមចម្រើនពរប្រវត្តិព្រះសារីបុត្រឬព្រះសារីបុត្រតថេរៈនេះជាបុត្រព្រាហ្មណ៍មេតំបន់ម្នាក់ឈ្មោះវាំងកន្តៈនិងនាងសារីក្នុងស្រុកនីលកៈឬនីលន្តៈចិត្តក្រុងរាជគ្រឹះពីមុនមកលោកឈ្មោះឧបទេសៈហៅឈ្មោះតាមដែលជាបុត្រនាងសារីជាសារីបុត្រលោកចូលមកឧបសម្បទាក្នុងធម្មវិន័យនេះហើយពួកសព្រហ្មចារីភិក្ខុនិយមហៅឈ្មោះលោកថាសារីបុត្រតែឈ្មោះមួយរហូតមកព្រះកន្ធរចនាចារ្យបានពោលទុកថាឧបទេសៈមានុបនេះជាបុត្រនៃត្រកូលដែលបរិបូរណ៍ដោយភោគៈសម្បត្តិនិងបរិវារបានរៀនសូត្រចេះដឹងសិលសាស្ត្រស្ទាត់ជំនាញហើយមានមិត្តស្និទ្ធស្នាលម្នាក់ឈ្មោះកោលិតៈឬមកលៀនដកោតមានអាយុស្រករគ្នាជាត្រកូលស្ដុកស្ដំដូចគ្នាសម្លាញ់ទាំងពីរនេះតែងនាំគ្នាទៅមើលមហោស្រពក្នុងក្រុងរាជគ្រឹះជាមួយគ្នាជារឿយលុះតមកសម្លាញ់ទាំងពីរកំពុងមើលល្បែងនេះថ្ងៃមួយដែលគេកំពុងលេងនោះស្រាប់តែកើតចិត្តនឿយណាយធុញទ្រាន់មានដំរេះស្របតាមគ្នាថាមើលល្បែងឥតប្រយោជន៍គួរស្វែងរកមោខធម៌វិញគប់ប្រសើរជាងតើបនាំគ្នាទៅបួសក្នុងសំណាក់សញ្ជ័យបរិពាជួបព្រមទាំងបរិវារលុះសិក្សាលទ្ធិសញ្ជ័យបរិពាជួចេះចប់ហើយពិចារណាទៅឃើញថាមិនមានខ្លឹមសារអាចនឹងលុះដល់មោខធម៌បានតើបធ្វើកតិកាបដិញ្ញាគ្នាថាបើអ្នកណាបានសម្រេចមោខធម៌មុនត្រូវសម្ដែងប្រាប់គ្នាទៅវិញទៅមកថ្ងៃមួយឧបទេសៈបរិពាជួបបានឃើញព្រះអសជិតថេរៈដែលព្រះសាស្តាទ្រង់បញ្ជូនឲ្យចេញទៅប្រកាសព្រះពុទ្ធសាសនាបានឃើញអាការៈលោកគួរឲ្យជ្រះថ្លាទើបចូលទៅសាកសួរព្រះអសជិតថេរៈព្រះអសជិតថេរៈបានសម្ដែងគោលធម៌យ៉ាងសង្ខេបឲ្យឧបទេសៈបរិពាជុស្ដាប់ក៏បានសម្រេចសោតាបតិផលទើបសួរព្រះថេរៈថាព្រះបរមសាស្តាស្ដេចគង់នៅទីណាឧបទេសៈ